If you went to the doctor and he told you you had 1 week left to live, how would you change your life? បើសិនជាលោកអ្នកបងប្អូនទាំងអស់គ្នាទៅជួបលោកគ្រូពេទ្យហើយលោកគ្រូពេទ្យគាត់បានមានប្រសាសន៍ថាអ្នកមានជីវិតរស់នៅលើផែនដីនេះតែមួយសប្តាហ៍ទៀតប៉ុណ្ណោះតើអ្នកនឹងរស់នៅយ៉ាងម៉េច Hi, I'm Cindy. សួស្តីខ្ញុំពិសី Today we're reading Psalm 39 and we're going to look at verse 4. ថ្ងៃនេះយើងនឹងអានទំនុកដំកើងជំពូកទី39ខទី4 It says, Lord, make me know my end and what is the extent of my days. Let me know how transient I am. អោព្រះអង្គម្ចាស់អើយសូមប្រាប់ឲ្យទូបង្គំដឹងថ្ងៃចុងក្រោយនៃជីវិតរបស់ទូបង្គំផងតើទូបង្គំអាចរស់បានប៉ុន្មានថ្ងៃទៀតតើជីវិតទូបង្គំផុយដល់កម្រិតណា This is like a selfie alert. នេះក៏ដូចជាការមួយដែលរំលឹកខ្លួនឯងមកកាន់ខ្ញុំផ្ទាល់ I will not live forever on this earth. ខ្ញុំនឹងមិនរស់នៅរហូតអស់កលជានិច្ចនៅលើផែនដីនេះទេ My days are numbered and I am wise to remind myself of that. ជីវិតរបស់ខ្ញុំគឺមានពេលមានថ្ងៃកំណត់ហើយដូច្នេះពិតជាល្អមែនទែនជាការដែលមានប្រាជ្ញាក្នុងការដែលស្គាល់ហើយដឹងហើយរំលឹកខ្លួនឯងអំពីកិច្ចការមួយនេះ In fact, in Psalms 90, verse 12, David says, Lord, teach me to number my days that I might present to you a heart of wisdom. ដូចជាក្នុងគម្ពីរទំនុកដំកើងជំពូកទី90ខទី12បានចែងអំពីព្រះបាទដាវីតគាត់សុំឲ្យព្រះជាម្ចាស់បង្រៀនគាត់អំពីព្រះអង្គឲ្យបង្រៀនខ្ញុំអំពីចំនួនថ្ងៃឲ្យដឹងឲ្យរៀនឲ្យរស់នៅជីវិតដែលល្អបំផុតសម្រាប់ចំនួនថ្ងៃរបស់ខ្ញុំនៅលើផែនដីមួយនេះ The only time I'm guaranteed is the present. តែអ្វីដែលខ្ញុំពេញដោយទំនុកចិត្តនឹងការធានាដែលមកពីព្រះជាម្ចាស់គឺឥឡូវនេះពេលបច្ចុប្បន្ន Today is my opportunity. ថ្ងៃនេះជាឱកាសរបស់ខ្ញុំ Tomorrow is never promised. ថ្ងៃស្អែកមិនទាន់ដឹងទេ How can I then use today and get the most out of the minutes and the hours given to me? ថាតើក្នុងមួយថ្ងៃនេះខ្ញុំនឹងរស់នៅយ៉ាងម៉េចថាតើខ្ញុំនឹងអាចរស់នៅឲ្យប្រសើរបំផុតជាមួយនឹងថ្ងៃនេះម៉ោងដែលមានវិនាទីមួយនេះ I'd like you to ask that question to yourself. ខ្ញុំក៏ចង់ឲ្យលោកអ្នកបងប្អូនទាំងអស់គ្នាសួរសំណួរដ៏ពិបាកមួយនេះមកកាន់ខ្លួនឯងដែរ How can I use this day to the best? ថាតើខ្ញុំនឹងរស់នៅថ្ងៃនេះយ៉ាងម៉េចឲ្យល្អបំផុត What forgiveness will I be able to extend today? ថាតើការលើកលែងទោសតើខ្ញុំអាចលើកលែងទោសបានឬក៏អត់នៅថ្ងៃនេះ What kindness can I do today? ថាតើមានកិច្ចការអ្វីដែលល្អមែនតើដែលខ្ញុំអាចធ្វើបាននៅថ្ងៃនេះ What encouraging word can I speak? ថាតើខ្ញុំនឹងអាចលើកទឹកចិត្តបងប្អូនណាខ្លះបាននៅថ្ងៃនេះ Who can I admonish to know and to follow the Lord? ថាតើមានបងប្អូនណាខ្លះដែលព្រះជាម្ចាស់បានដាក់នៅក្នុងដួងចិត្តរបស់ខ្ញុំដើម្បីឲ្យនាំគាត់នាំដំណឹងល្អទៅកាន់ជីវិតរបស់គាត់ Who can I pray for? តើខ្ញុំអាចអធិដ្ឋានឲ្យបងប្អូនណាខ្លះ Today is the only day you're given. Don't waste it. ថ្ងៃនេះគឺជាថ្ងៃដែលព្រះជាម្ចាស់បានប្រទានមកកាន់លោកអ្នកបងប្អូនទាំងអស់គ្នាកុំឲ្យថ្ងៃនេះអាសាឥតបានការឲ្យសោះ Let's pray. តោះយើងអធិដ្ឋាន Lord, remind me to encourage others. ព្រះវរបិតាដែលគង់នៅនគរឋានសួគ៌ព្រះអង្គសូមជួយកូនព្រះអង្គឲ្យកូនបានដឹងយ៉ាងច្បាស់អំពីកិច្ចការរបស់កូននៅក្នុងថ្ងៃនេះ Teach me to number my days so I might present to you a heart of wisdom. សូមជួយកូនឲ្យកូនរស់នៅឲ្យដឹងច្បាស់អំពីចំនួនថាពេលវេលានៅលើផែនដីនេះមានការកំណត់ដូច្នេះឲ្យកូនរស់នៅជីវិតដែលល្អបំផុត You are the eternal, everlasting God. ព្រះអង្គទ្រង់ជាព្រះដែលអស់កលជានិច្ច And though I'm made in your image, my days on earth are numbered. ហើយកូនដែលត្រូវបានបង្កើតឡើងនៅក្នុងរូបដែលជាតំណាងរបស់ព្រះអង្គហើយថ្ងៃរបស់យើងនៅលើផែនដីជីវិតនេះមានកំណត់ And when they are finished, I will stand before you. ហើយថ្ងៃនៅពេលដែលកូនទៅជួបជាមួយនឹងព្រះអង្គមុខទល់នឹងមុខ Each day I live on earth រាល់ថ្ងៃនៅពេលដែលកូនរស់នៅលើផែនដីមួយនេះ brings me the opportunity to give thanks and praise to you. សូមឲ្យកូនបាននៅតែមានឱកាសសរសើរដំណើរព្រះអង្គហើយនាំយកនូវការថ្វាយបង្គំទៅកាន់ព្រះអង្គ May I be a blessing to others. សូមឲ្យកូនជាព្រះពរទៅកាន់បងប្អូនដទៃ And may my praise be like incense to you. ហើយសូមឲ្យការសរសើរដំណើរចេញពីជីវិតរបស់កូនជាគ្រឿងដ៏ក្រអូបទៅកាន់ព្រះអង្គ In Jesus' name, amen. ក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទយើងអធិដ្ឋានអាមែន